សេរ៉ូមដែលខ្ញុំទើបតែទិញម្សៅផាត់របស់ខ្ញុំមីងលីនជឿហៅតើអញកំពុងធ្វើអ្វីហ្នឹងដាក់វាចុះឲ្យខ្ញុំហាមកម្រើកងើបឡើងឲ្យខ្ញុំការស្រឡាញ់ថ្នាក់ក្នុងហួសហេតុបង្កើតបានកូនមិនស្ដាប់បង្គាប់ពិបាកចិត្តណាស់មែនទេអញបំផ្លាញរបស់អ្នកអតីមិនពិបាកចិត្តទេអីយាយតើអញធ្វើអ្វីចៅរបស់ខ្ញុំយាយបើកទ្វារយាយរបស់អញតាមចិត្តអញថ្ងៃក្រោយពេលចេញទៅក្នុងសង្គមគ្មាននរណាម្នាក់តាមចិត្តអញឡើយសូមអូត្រាមែនឲ្យខ្ញុំវិញមកការតាមចិត្តដោយគ្មានព្រំដែនគ្មានគោលការណ៍មិនមែនជាការស្រឡាញ់ទេគឺកំពុងធ្វើបាបអញទេបើឥឡូវនេះខ្ញុំមិនអប់រំអញទេធំឡើងឯងនឹងដើរផ្លូវខុសបើកទ្វារហេតុអីបានជាអញចាក់សោទ្វារសាមានរឿងអីតើកើតអីហ្នឹងមីងបានធ្វើឲ្យអូត្រាមែនរបស់ខ្ញុំខូចអស់ហើយឯងហេតុអីនាងធ្វើបែបហ្នឹងមកឲ្យយាយមើលបន្តិចមើលមុខមិនអីទេមែនទេចៅសម្លាញ់របស់យាយនឹងទៅវាយនាងវិនសាក្មេងធ្វើខុសនាងគួរតែប្រាប់មនុស្សចាស់គ្រាន់តែកំពុកលេពីរបីដកសោះចាំបាច់អីដល់ថ្នាក់ហ្នឹងគេមិនមែនជារបស់នាងបង្កើតទេតើនាងមានសិទ្ធិអីប្រសិនបើគេជាកូនដែលខ្ញុំបង្កើតខ្ញុំនឹងមិនតាមចិត្តគេដល់ថ្នាក់នេះជាដាច់ខាតប៉ែតនឹងនាងឯងកើតមិនចេញផងហ្នឹងមានរឿងអីហ្នឹងខ្ញុំទៅតែមកដល់ហេតុអីបានជាពួកអ្នកឆ្លោះគ្នាដល់ថ្នាក់ហ្នឹងពួកយើងជាអ្នកមកពីជនបទមនុស្សចាស់ល្ងងខ្លៅក្មេងរពឹសរស់នៅមិនសមនឹងផ្ទះវីឡាដ៏ខ្ពស់ស្កឹមស្កៃរបស់នាងទេស្អែកនេះខ្ញុំនឹងនាំសៀវហាវត្រឡប់ទៅភូមិវិញខ្ញុំមិននៅទីនេះទៀតទេខ្ញុំមិនទ្រាំនឹងសម្ដីរបស់អ្នកទាំងអស់គ្នាទេបាក់ពួកយើងមកវិញហើយបងខ្ញុំគ្មានការងារធ្វើទេស្នាក់នៅផ្ទះបង2ថ្ងៃសិនជីហ្វេបដូរស្បែកជើងផ្ទាត់ទៅពាក់អានឹងស្រួលជាងអេបងថ្លៃនៅផ្ទះបងជួយធ្វើម្ហូបឆ្ងាញ់ឲ្យយើងតិចមកចាំមើលបងថយដៃនៅអាហាអ្នកណាឲ្យបងអង្គុយចុះទៅយកស្រាមកណែខ្ញុំចង់និយាយថាបងថ្លៃរាល់ដងបងបំរើបងប្រុសខ្ញុំបែបហ្នឹងហើយបើទៅអង្គុយចុះញ៉ាំបាយទៅចាំបងធ្វើបងថ្លៃបងជួយបកបង្គានោះឲ្យខ្ញុំផងហឹមខ្ញុំចាំម៉ាក់ធ្វើបងថ្លៃឯងនឹងថ្លៃធ្នូណាស់បងថ្លៃនេះស្អីគេហ្នឹងផឹកកើតអត់នឹងដូចទឹកនំសេះចឹងឯងកុំចេះតែហ៊ានពេកនេះពុកក្មេកឲ្យបងទេសាឃើញឯងមកទើបយកចេញមកឲ្យផឹកហ្នឹងអូយបងថ្លៃបងទៅទិញស្រាបៀរខ្លះមកអាហាររបស់នេះផឹកមិនចូលទេស្រាមួយ10តម្លៃរាប់រយមិនក៏ផឹកមិនកើតជាប្អូនប្រុសកូនក៏ខានមកយូរហើយដែរម៉ាក់ថានៅថ្ងៃនេះវាមិនបានសុំកូនញ៉ាំរបស់អីថ្លៃទេសុំតែស្រាបៀរប៉ុណ្ណឹងម៉ាត់នៅខាងក្រោមប្រហែលជាមានលក់ហើយសាខ្ញុំទៅបងឲ្យលុយខ្ញុំ10000មកឯងចង់បានធ្វើអីបងប្រុសរដូវរងាបែបនេះរោងចក្រមិនរើសបុគ្គលិកទេខ្ញុំអត់ការងារធ្វើច្រើនខែហើយបងមិនមានច្រើនថ្នាក់នឹងទេឲ្យ3000សិនទៅខែនេះទើបតែឡើងប្រាក់ខែលុយដែលនៅសល់ចាំបងឲ្យតាមក្រោយបានប្រញាប់វេរឲ្យខ្ញុំមកកុំប្រាប់បងថ្លៃឯងឲ្យសោះណាបងឯងពិតជាអន់មែនអាហាមនុស្សប្រុសកម្ពស់1.8 ម៉ែត្របែរជាឲ្យស្រីម្នាក់មកបញ្ជាតាមចិត្តញ៉ាំឲ្យលឿនទៅកុំនិយាយអីញ៉ាំទៅបងខ្ញុំប្រាប់បងមនុស្សស្រីកាន់តែវាយកាន់តែស្ដាប់បង្គាប់បងត្រូវតែវាយឲ្យចាស់ដៃឯងនិយាយឈួតអីហ្នឹងនិយាយឈួតមែនកាលពីមុនខ្ញុំវាយម្នាក់ឲ្យតែប៉ះដៃជីហ្វីឯងជាសម្រាមចឹងគួរតែនៅកន្លែងចាក់សម្រាមទៅកុំមកធ្វើឲ្យគេខ្ពើមនៅទីនេះសាវាស្រវឹងខ្លាំងហើយបងនិយាយថាអីខ្ញុំថាឯងជាសម្រាមជនហិង្សាញុះញង់បងប្រុសឲ្យវាយបងថ្លៃអាបាតផ្សំអាសម្រាមសង្គមថ្ងៃនេះឯងហ៊ានប៉ះនាងសាក់មើលក្រោយមកខ្ញុំមានការស្ដាយក្រោយរាប់ម៉ឺនដងដែលនៅថ្ងៃនេះមិនបានដេញវាចេញពីផ្ទះពួកយើងជាបងប្អូនបង្កើតក្នុងនាមជាបងប្រុសការមើលថែវាគឺជាកាតព្វកិច្ចរបស់បងកាលពីមុនអូនយល់ការណាស់មកពីខ្ញុំយល់ការពេកនឹងហើយទើបធ្វើឲ្យបងបានចិត្តបែបនេះអូបងថ្លៃស្រីចាំមួយផ្លែតជីហ្វីតើអ្នកអាចចាក់សោទ្វារនៅពេលអ្នកចូលបន្ទប់ទឹកបានទេនេះផ្ទះបងប្រុសខ្ញុំដូច្នេះវាជាផ្ទះរបស់ខ្ញុំតើនរណាខ្លះចាក់សោទ្វារក្នុងផ្ទះរបស់ខ្លួនឯងពេលចូលបន្ទប់ទឹក
ខ្ញុំសង្ឃឹមថាអ្នកនឹងចាក់សោវានៅពេលក្រោយបាទលីនជាមកទីនេះមួយផ្លែតតើមានអ្វីកើតឡើងមើលដោយខ្លួនឯងទៅខ្ញុំសូមអង្វរអ្នកតើអ្នកអាចប្រាប់បងប្រុសរបស់អ្នកឲ្យចុចទឹកបង្គន់បន្ទាប់ពីប្រើរួចបានទេម្យ៉ាងទៀតកុំនំលើកម្រាលបង្គន់ហើយកុំជក់បារីក្នុងផ្ទះនេះមិនថាបន្ទប់ទទួលភ្ញៀវបន្ទប់គេងឬបន្ទប់ទឹកឡើយអ្នកមិនចេះផឹកសោះតែអ្នកផឹកជាមួយខ្ញុំម៉ោង3ហើយតើអ្នកកំពុងផឹកអ្វីអាវ៉ាងចាស់ស្អែកផឹកជាមួយខ្ញុំម្ដងទៀតចាំមើលថាខ្ញុំមិនផឹកឲ្យអ្នកស្រវឹងងាប់ទេអាប្អូនថ្លៃអូលីនជាអូអ្នករៀបចំវ៉ាទៅស្រួលណាស់អាប្អូនថ្លៃខ្ញុំរៀបចំរួចរាល់ហើយឆាប់គេងទៅតើអ្នកមានអ្នកផ្សេងនៅខាងក្រៅមែនទេហាតើខ្ញុំមាននរណាទៅគេនិយាយថាប្រាក់ខែរបស់អ្នកឡើង 3000 យ៉នតើលុយនៅឯណាខ្ញុំឲ្យជីហ្វេហើយការរកការងារធ្វើក្នុងរដូវរងាមិនងាយស្រួលនោះទេអូនប្រុសរបស់អ្នកអាយុ26ឆ្នាំហើយមានសុខភាពល្អនិងរឹងមាំគេមិនរកស៊ីចិញ្ចឹមខ្លួនឯងហើយមានមុខមកសុំលុយបងប្រុសនិងបងថ្លៃស្រីទៀតតើអ្នកគិតថាវាសមរម្យទេប៉ុន្តែពួកយើងគឺជាបងប្អូនបង្កើតក្នុងនាមជាបងប្រុសវាគឺជាកាតព្វកិច្ចរបស់ខ្ញុំក្នុងការមើលថែគេសាសាកាលពីមុនអ្នកយល់ដឹងច្រើនណាស់អ្នកនិយាយថាម៉ាក់របស់អ្នកពិបាកចិញ្ចឹមអ្នកណាស់ហើយយើងគួរតែផ្ដល់លុយឲ្យគាត់រៀងរាល់ខែខ្ញុំក៏បានឲ្យអ្នកនិយាយថាសៀវហៅគ្មានម្ដាយតាំងពីតូចហើយប្អូនប្រុសរបស់អ្នកមិនសូវខ្វល់ខ្វាយពីគេទេដូច្នេះយើងគួរតែបង់ថ្លៃសាលាឲ្យគេបានខ្ញុំក៏បានបង់ឲ្យដែរសូម្បីតែសម្លៀកបំពាក់និងគ្រឿងថែរក្សាស្បែកសម្រាប់ខ្លួនឯងក៏ខ្ញុំមិនហ៊ានទិញដែរតើឲ្យខ្ញុំយល់ដឹងដល់កម្រិតណាទៀតមកពីខ្ញុំយល់ដឹងពេកហើយទើបធ្វើឲ្យអ្នកកាន់តែខ្លាំងបែបនេះប្រសិនបើខ្ញុំមានលុយអ្នករាល់គ្នាអាចផឹកទឹកលាងជើងរបស់ខ្ញុំបានចាំមានលុយសិនចាំនិយាយពាក្យហ្នឹងពួកឯងចាំមើលទៅ